ខ្មែរមកនោះនេះជាពិសេសបេក្ខជនដែលមានបំណងការស្នើសុំទៅរួមរីទាំងគ្រួសារនៅថ្ងៃនេះមានដំណឹងល្អតេតូនជាមួយរឿងស្នើសុំសិទ្ធិមនុស្សជាចន្ទៃនៅសហរដ្ឋអាមេរិកដោយសារតែប្រជាពលរដ្ឋខ្មែរយើងពេលបច្ចុប្បន្ននេះគឺគាត់មានការយល់ដឹងច្រើនតេតូនជាមួយរឿងកម្មវិធី ABC Unskill ដែលជាកម្មវិធីមួយដែលអ្នកទាំងនេះអាចស្នើសុំទៅរួមអាមេរិកទាំងគ្រួសារបានតាមរយៈនយោជកធានាឬក៏តាមរយៈការងារគាត់ថាតេតូនជាមួយនឹងប្រភេទ ABC Unskill គឺជាប្រភេទកម្មវិធីមួយដែលផ្ដល់ការងារឲ្យអ្នកជាប្រភេទការងារអត់ជំនាញដែលធ្វើឲ្យបេក្ខជនមួយចំនួនគឺគាត់រៀបរែកក្នុងការស្នើសុំទៅតាមកម្មវិធី ABC Unskill នឹងដោយសារតែពួកគាត់គឺគាត់មានជំនាញមានការសិក្សាល្អគឺគាត់ចង់ទៅរួមអាមេរិកហើយធ្វើការងារត្រូវជំនាញរបស់គាត់ឥឡូវនេះគឺយើងមានការសហការធំមួយជាមួយនឹងក្រុមហ៊ុនអាមេរិកក្នុងការធ្វើទៅលើប្រភេទកម្មវិធី EB2 ដែលជាប្រភេទកម្មវិធីមួយដែលអ្នកនេះអាចស្នើសុំទៅរួមអាមេរិកតែមិនចាំបាច់មាននយោជក sponsor ឬក៏ធានាទេដែលអ្នកនេះអាចប្រើប្រាស់ការសិក្សាដូចជាបទពិសោធន៍ជំនាញរបស់អ្នកនេះអាចស្នើសុំទៅរួមអាមេរិកបានហើយយើងមានប្រភេទមួយទៀតគឺតកតងជាមួយនឹង ABC skill សម្រាប់នឹកឬក៏យើងហៅមួយយ៉ាងទៀតថាជាប្រភេទ nurse program ប្រភេទនេះគឺពិសេសមែនទែនសម្រាប់ nurse នៅខ្មែរដែលអ្នកដែលគាត់មានបំណងការស្នើសុំទៅរួមអាមេរិកគឺគាត់អាចប្រើប្រាស់តកតងជាមួយនឹងការសិក្សាផ្នែកខាង nurse ក៏ដូចជាបទពិសោធន៍ខាង nurse របស់គាត់ហ្នឹងគឺគាត់អាចស្នើសុំទៅអាមេរិកបានហើយតកតងជាមួយនឹង nurse program នេះគឺមានការទាមទារនយោជកក្នុងការ sponsor ប៉ុន្តែមិនចាំបាច់ព្រួយបារម្ភទេដោយសារយើងមាននយោជកក្នុងការផ្ដល់ជូនអ្នកទាំងអស់គ្នាហើយចំពោះតកតងជាមួយនឹងអត្ថប្រយោជន៍ដែលអ្នកនេះស្នើសុំទៅរួមអាមេរិកតាមរយៈការ nurse program នេះគឺមានអត្ថប្រយោជន៍ច្រើនមែនទែនទី1តកតងជាមួយទទួលបានសិទ្ធិរស់នៅជាចន្ទៃទាំងគ្រួសារទី2តកតងជាមួយនឹងបានការងារស្រាប់ដែលជាប្រភេទការងារជំនាញត្រូវជាមួយនឹងបទពិសោធន៍ក៏ដូចជាជំនាញ nurse របស់អ្នកទាំងអស់គ្នាតែម្ដងហើយចំពោះប្រាក់បៀវត្សនេះគឺច្រើនអញ្ចឹងបានថាក្នុងមួយឆ្នាំគឺអ្នកទាំងអស់គ្នាទទួលបានខ្ទង់$120,000ក្នុងមួយឆ្នាំនេះអត់ទាន់គិតតកតងជាមួយអត្ថប្រយោជន៍ផ្សេងៗទេហើយចំពោះតកតងជាមួយដំណើរការគឺលឿនមែនទែនដល់ចន្លោះខ្ទង់6ទៅ24ខែគឺអ្នកទាំងអស់គ្នាអាចចេញទៅបានហើយចំពោះលក្ខខណ្ឌវិញនេះជាចំណុចមួយដែលបេក្ខជនគឺពួកគាត់ត្រូវត្រៀមតែប្រភេទ nurse program នេះគឺទាមទារឲ្យអ្នកទាំងអស់គ្នាមានសញ្ញាបត្រខាង nurse មានបទពិសោធន៍យ៉ាងណាក៏2ឆ្នាំឡើងទៅដែរហើយត្រូវប្រើប្រាស់ភាសាអង់គ្លេសហ្នឹងគឺល្អហើយមួយវិញទៀតគឺត្រូវមាន license ដែលហៅថា Unclick ហ្នឹងហើយបើសិនជាអ្នកទាំងអស់គ្នាអត់ទាន់ស្គាល់ថា Unclick ហ្នឹងបែបមិនទេអ្នកទាំងអស់គ្នាអាចតាក់ទងមកភ្នាក់ងាររបស់ខាងខ្ញុំបានហើយមួយទៀតទៀតសារតែថ្ងៃទី27ខែនេះគឺយើងមានសិក្ខាសាលាពិសេសតាក់ទងជាមួយនឹងកម្មវិធី ABC Skill សម្រាប់ Nurse ABC Unskill ក៏ដូចជា EB2 ដែលនៅក្នុងសិក្ខាសាលាគឺយើងមានអ្នកជំនាញរបស់យើងពីក្រៅប្រទេសតែម្ដងគឺលោក Rand ដែលគាត់ជានាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកក៏ដូចជាមេធាវីផ្នែកតវិញគឺគាត់នឹងចែករំលែកក៏ដូចជាធ្វើបទបង្ហាញតាក់ទងជាមួយនឹងកម្មវិធីទាំង3នឹងចាក់ជូនដល់អ្នកទាំងអស់គ្នាអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាមានការចាប់អារម្មណ៍ចង់អញ្ជើញចូលរួមនេះអ្នកទាំងអស់គ្នាអាចចុះឈ្មោះចូលរួមបានឬក៏ក្នុងការនេះអ្នកទាំងអស់គ្នាអត់ទាន់មានពេលទេក៏អ្នកទាំងអស់គ្នាអាចតាក់ទងជាមួយនឹងភ្នាក់ងាររបស់ខាងខ្ញុំតាមលេខខាងក្រោមបានដើម្បីសួរនាំជជែកលម្អិតតាក់ទងជាមួយនឹងកម្មវិធីទូរទស្សន៍អាមេរិកតាមរយៈ EB2 NIW ក៏ដូចជាប្រភេទ ABC Unskill ឬក៏ប្រភេទ Nurse Program ដែលត្រូវជាមួយអ្នកជំនាញអ្នកទាំងអស់គ្នាអញ្ចឹងខ្ញុំមានដំណឹងល្អប៉ុណ្ណឹងអញ្ចឹងបើសិនជាក្នុងករណីមានចម្ងល់បន្ថែមអ្នកទាំងអស់គ្នាអាចតាក់ទងមកភ្នាក់ងាររបស់ខាងខ្ញុំបានសូមអរគុណ